សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ page របស់យើងថ្ងៃនេះដែរខ្ញុំនឹងចែករំលែករូបមន្តបុរាណមួយដែលមានអត្ថប្រយោជន៍ដល់បងប្អូនស្រីៗជាពិសេសគឺបងប្អូនដែលទៅសម្រាលកូនហើយនិងស្រីៗដែលមកថ្ងៃខែនោះគឺរូបមន្តពន្លៃស្រាសដើម្បីធ្វើរូបមន្តពន្លៃស្រាសនេះបានគឺយើងត្រូវមានពន្លៃស្រាសនិងទឹកឃ្មុំតោះអញ្ចឹងបងប្អូនយើងចូលទៅមើលពីវិធីធ្វើទាំងអស់គ្នាជាដំបូងហ្នឹងគឺយើងយកបល័យហ្នឹងទៅចាត់សវរឲ្យស្អាតហ្នឹងហើយបងប្អូនបន្ទាប់ពីយើងយកបល័យមកចាត់សវរហើយយើងក៏យកបល័យហ្នឹងទៅលាងទឹកឲ្យបានស្អាតយើងកន្លែងហ្នឹងបងប្អូនយើងជំរះជាមួយទឹកហ្នឹង5-6ទឹកអីទៅដើម្បីកុំឲ្យបល័យហ្នឹងនៅជាប់ដីកាលណាដែលនៅជាប់ដីគឺយើងយកទៅលាបលើស្បែកធ្វើឲ្យរលោរមាស់អញ្ចឹងណាបងប្អូនបន្ទាប់ពីយើងលាងទឹករួចហើយយើងក៏យកបល័យហ្នឹងទៅក្លុកណាបងប្អូនហើយយើងចិតឲ្យស្ដើងដើម្បីឲ្យក្លុកទៅវាឆាប់ម៉ត់ល្អកន្លែងហ្នឹងបើបងប្អូនដែលគាត់អត់មានប្រដាប់ក្លុកទេបងប្អូនអាចបុកជាមួយនឹងត្បាល់ជាមួយនឹងរ៉េរបស់យើងហ្នឹងក៏បានដែរហើយពេលយើងក្លុកហ្នឹងយើងចាក់ស្រាសចូលក្នុងហ្នឹងតិចទៅបងប្អូនដើម្បីងាយស្រួលនៅក្នុងការក្លុកឲ្យវាម៉ត់ល្អអញ្ចឹងណាបងប្អូនបន្ទាប់ពីក្លុកហើយបងប្អូនចាក់បល័យចូលនៅក្នុងធុងទៅបងប្អូនឲ្យបិទក្រោបឲ្យជិត